ភាពយន្តភ័យរន្ធត់បែបជំនឿវៀតណាមចុងក្រោយបង្អស់ឆ្នាំ2024រឿងខ្មោចទឹកទន្លេមេគង្គបានវាយលុកមកដល់ហើយភ្លាមៗបន្ទាប់ពីចាក់បញ្ចាំងភាពយន្តនេះបានស្ទុះទៅក្រៅក្តាប់តំណែងកម្ពុជាតារាងប្រាក់ចំនួនភាពយន្តភ័យរន្ធត់វៀតណាមភ្លាមៗដែលស្ដែងឲ្យឃើញពីកម្រិតគួរឲ្យខ្លាចរបស់វាកុំភ្លេចថែកមិត្តភ័ក្តិមកមើលជុំគ្នានៅពាក់កណ្ដាលអធ្រាត្រដ៏ស្ងាត់ជ្រងំទូកតូចមួយបានរងខើខ្លួនជីកកាត់ផ្ទៃទឹកទន្លេមេគង្គបុរសម្នាក់បណ្ដែតទូកតាមពន្លឺព្រះច័ន្ទចាំងមកអង្គសម្លាញ់រកត្រីមុំរបស់គាត់បានពាក់ជាប់តុក្កតាឈឺចាស់ៗមួយបុរសនោះបានកាត់ក្បាលតុក្កតានោះបោះចោលទៅក្នុងទឹកដោយគ្មានការខ្វល់ខ្វាយអ្វីឡើយតែនឹកស្មានមិនដល់ថាពេលទូកបណ្ដែតទៅមុខមិនទាន់បានឆ្ងាយផងស្រាប់តែនៅក្នុងសម្លាញ់មានតុក្កតាដដែលនោះលេចឡើងម្ដងទៀតគាត់មិនបានកិច្ចច្រើនក៏ក្រវែងវាទៅលើទូករួចបន្តការងារទៀតព្រាមនោះស្រាប់តែមានសម្លេងស្រីម្នាក់លឺល្វីៗហើយឈ្មោះគាត់ក្រឡេកមើលជុំវិញតែមិនឃើញមានមនុស្សសោះហើយនៅពេលគាត់ងាកមកវិញស្រាប់តែមានស្រីម្នាក់សក់រញ៉េរញ៉ៃលេចឡើងនៅលើផ្ទៃទឹកបុរសនោះដឹងភ្លាមថាខ្លួនជួបខ្មោចទឹកហើយក៏ប្រញាប់ប្រញាល់ចង់រត់គ្រាន់តែធ្មេចភ្នែកមួយស្របក់ខ្មោចស្រីនោះបានផ្លាស់ទីមួយឈួននៅក្បាលទូកមិនបែកងរួចក៏បាត់ស្រមោលទៅវិញពេលបុរសនោះចង់ចាក់ចេញទូវាជឿពេលទៅហើយគ្រប់ទីកន្លែងដែលនៅជិតប្រភពទឹកតែងតែមានរឿងព្រេងនិទានអំពីខ្មោចទឹកហើយរឿងរ៉ាវខ្មោចទឹកចាប់មនុស្សមកជំនួសកន្លែងតែងតែត្រូវបានចាស់យកមកបំភ្លៃក្មេងៗក្នុងភូមិកុំឲ្យពួកគេទៅលេងជិតទឹកដើម្បីជៀសវាងការលង់ទឹកស្លាប់ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ក្មេងស្រីម្នាក់ឈ្មោះសៀវមីនមិត្តភក្តិជាច្រើនបានមកផ្ទះដើម្បីអបអរសាទរនាងប៉ុន្តែក្មេងស្រីរូបនេះហាក់ដូចជាមិនសប្បាយចិត្តសោះព្រោះម្ដាយដែលជាទីពឹងតែមួយគាត់មិនបាននៅក្បែរនាងលុះដល់ម្ដាយរវល់ការងាររួចត្រឡប់មកវិញសៀវមីនបានគេងយូរបាត់ទៅហើយស្ត្រីជាម្ដាយមានឈ្មោះថាវ៉ាណាជារឿយៗនាងគឺជាអ្នកស្រង់សាកសពល្បីឈ្មោះនៅក្នុងភូមិជាចិត្តខាងបានប្រាប់នាងឲ្យដូរការងារចេញតែនាងនិយាយថាមិនមែននាងជាអ្នករើសការងារនេះទេគឺការងារនេះទេដែលរើសនាងតាមពិតទៅកាលពីប្រហែលឆ្នាំមុនស្វាមីរបស់នាងដែលជាគ្រូបង្រៀនបឋមសិក្សាបានបាត់ខ្លួនយ៉ាងអាត់កំបាំងនៅមាត់ទន្លេអ្នកស្រង់សាកសពរកអស់រយៈពេល3ថ្ងៃ3យប់ក៏នៅតែរត់មិនឃើញវ៉ាណាបានរត់ចូលទៅក្នុងទន្លេទាំងឈួតវិញហើយបែរជាស្វែងរកឃើញសាកសពប្តីនៅកន្លែងទឹកត្រឹមចង្កេះទៅវិញនៅក្នុងខ្សែភ្នែកចាស់ទុំនេះគឺជាការងារដែលព្រះប្រទល់ឲ្យមិនអាចមិនទទួលយកបានឡើយចាប់តាំងពីពេលនោះមកវ៉ាណាក៏បានខ្លាចជាអ្នកស្រង់សាកសពអាជីពថ្ងៃបន្ទាប់នាងបានជួយកូនទៅរៀនតែសៀវមីននៅខាងនឹងរឿងការពីជុំវិញម្ដាយនិងកូនទៅតែនិយាយគ្នាប្រមាណម៉ាត់មិត្តភក្តិដែលទៅរៀនជាមួយក៏រត់ចោលនាងទៅសាលាមុនបាត់ទៅសៀវមីនដើរទៅសាលាតែម្នាក់ឯងទាំងអាប់សុកហើយចៃដន្យអីនាងបានប្រទះឃើញតុក្កតាឈើមួយនៅក្នុងធ្លប់ទឹកក្បែរមាត់ទន្លេឃើញជុំវិញគ្មានមនុស្សនាងក៏រើវាយកមកផ្ទះដោយមិនបានគិតវែងឆ្ងាយនៅពេលទំនេរសៀវមីនអង្គុយលេងតុក្កតានោះយ៉ាងជោគជ័យស្រាប់តែជុំវិញខ្លួនមានសម្លេងស្រីម្នាក់ឮមកយ៉ាងព្រួយហៅសៀវមីនឲ្យទៅលេងជាមួយនាងក្មេងស្រីហាក់ដូចជាតែមុនសណ្ដាំក៏ដើរតាមសម្លេងនោះទៅរហូតដល់បន្ទប់ទឹកចាស់ដែលគេបោះបង់ចោលស្ត្រីសក់រញ៉េរញ៉ៃម្នាក់ស្រាប់តែលេចមកធ្វើឲ្យសៀវមីនភ័យស្លន់ស្លោជាខ្លាំងក្នុងពេលដ៏រន្ធត់នោះមិត្តភក្តិរបស់នាងឈ្មោះត្រីចម្លែកនោះឲ្យគេមើលប៉ុន្តែអាចជ្រុកមើលមិនឃើញទាល់តែសោះគេថែមទាំងដើរទៅដំគ្នាខ្លាំងដោយមិនដឹងខ្លួនថាស្ត្រីម្នាក់នោះកំពុងឈរនៅពីក្រោយខ្នងគេឡើយអាចជ្រុកស្មានតែជាការលេងសើចរបស់មិត្តភក្តិក៏មិនបានចាប់អារម្មណ៍ហើយដើរចេញមកក្រៅយ៉ាងឌឺដងតាមផ្លូវត្រឡប់មកផ្ទះវិញសៀវមីនបានឃើញស្រមោលស្ត្រីម្នាក់នោះម្ដងទៀតនៅក្នុងព្រៃកោងកាងសំណាងល្អដែលមានអាចជ្រុកនៅក្បែរជួយការពារគេបានចាប់ដៃសៀវមីនរួចប្រញាប់ដើរចេញពីទីនោះយ៉ាងលឿនយប់ឡើងព្រាមមកដល់ផ្ទះក្មេងស្រីបានរៀបរាប់រឿងរ៉ាវដែលបានជួបប្រាប់ម្ដាយវ៉ាណាគ្រាន់តែគិតថាកូនស្រីជួបមនុស្សប្លែកមុខក៏ផ្ដាំផ្ញើបានម៉ាត់ដោយមិនបានដាក់ចិត្តតទៅសោះភ្លាមនោះមានគេមកគូទ្វារប្រាប់ថាមានសាកសពអណ្ដែតទឹកឲ្យនាងទៅជួយស្រង់វ៉ាណាប្រាប់ឲ្យកូនស្រីចូលគេងរួចក៏ប្រញាប់ចាក់ចេញទៅសាកសពអណ្ដែតលើផ្ទៃទឹកចាស់ក្លិនស្អុយអាសោចវ៉ាណាយកខ្សែចងសាកសពមកខាងភ្ជាប់នឹងទូកមួយអូសមកមាត់ចាំងពេលសៃឡើងលើគុកទើបគ្រប់គ្នាដឹងច្បាស់ថាជាបុរសដែលចុះទៅរកត្រីកាលពីប្រហែលថ្ងៃមុនគេគ្រប់គ្នាដឹងថាគាត់ជាមនុស្សពូកែហែលទឹកអ្នកភូមិក៏នាំគ្នាទីថាប្រហែលជាត្រូវខ្មោចទឹកទាញជើងទៅហើយជជែកគ្នាចុះឡើងយ៉ាងវឹកវរវ៉ាណាបានលួងលោមក្រុមគ្រួសារសពបន្តិចរួចក៏ងាកខ្លួនដើរចេញទៅនាងបានទៅដល់ខ្ទមអ្នកតាក្បែរទន្លេនេះជាប្រពៃណីដែលអ្នកស្រង់សាកសពតជំនាន់មកព្រោះពួកគេនៅជិតស្និទ្ធនឹងអ្នកស្លាប់ធ្វើឲ្យមានព្រលឹងខ្មោចដេញតាមដើម្បីជៀសវាងការតាមយាយីពីព្រលឹងអាក្រក់ក្នុងទឹកមុនពេលទៅផ្ទះពួកគេត្រូវមកសុំការពារពីអ្នកតាទឹកនិងចង់កណ្ដាប់សពនៅលើដើមឈើក្បែរនោះដើម្បីការពារកុំឲ្យវិញ្ញាណក្ខន្ធអ្នកស្លាប់ដើរតាមខ្លួនទៅផ្ទះសាកសពបុរសនោះត្រូវបានបញ្ជូនទៅកន្លែងតាវាងដែលជាគ្រូពេទ្យកោសលវិច័យនៅក្នុងភូមិរាល់ការស្លាប់មិនប្រក្រតីទាំងអស់ត្រូវតែបញ្ជូនមកទីនេះដើម្បីពិនិត្យលុះត្រាករណីឃាតកម្មទើបសាច់ញាតិអាចយកទៅធ្វើបុណ្យបានតាវាងក៏ដឹងថាបុរសនោះពូកែហែលទឹកដែរតែបែរជាមកនោះទឹកស្លាប់បែបនេះវាពិតជាមិនធម្មតាមែនគាត់ប្រញាប់ដកស្នូកកណ្ដាលនិងកាក់បុរាណមកទូទាមើលទៅឃើញថាជាទំនាយគ្រោះថ្នាក់ធំបន្ទាប់មកគាត់បានយកកាក់ស័ក្តិសិទ្ធិសម្រាប់ដេញខ្មោចដាក់ចូលទៅក្នុងមាត់របស់សាកសពថ្ងៃមួយវ៉ាណាមានការងាររវល់
ក៏ផ្ញើកូនស្រីឲ្យក្មេងប្រុសអ្នកជិតខាងជួយមើលខុសត្រូវក្រោយចេញពីសាលាក្មេងប្រុសនោះឃើញសៀវមីនអោបតុក្កតាក៏មានចិត្តចង់ដឹងចង់ឃើញហើយយកវាមកមើលតែចៃដន្យធ្វើឲ្យដាច់ក្បាលតុក្កតានោះចេញទោះបីជាគេប្រញាប់តវាចូលវិញភ្លាមៗក៏ដោយតែនៅក្នុងព្រៃដែលមានអាកាសក្មេងប្រុសនោះហាក់ដូចជាត្រូវបានអ្វីមួយសម្លឹងមើលទៅហើយគេក៏ត្រូវបង់ថ្លៃចំពោះការប្រហែសរបស់ខ្លួនពេលក្មេងប្រុសកំពុងរៀបចំប្រដាប់ស្ទូចត្រីនៅលើទូកខ្សែភ្នែកមួយចេញពីផ្ទៃទឹកបានខិតមកជិតគេទៅក្មេងប្រុសដឹងខ្លួនថាមានអ្វីប្លែកក៏ងាកទៅមើលឃើញទូកតូចមួយដែលមិនដែលឃើញពីមុនមកលេចឡើងគេបើកពិលបំភ្លឺមើលស្រាប់តែក្នុងទឹកមានពពុះអណ្ដែតឡើងមកយ៉ាងច្រើនមិនទាន់តែដឹងខ្លួនផងគេក៏ត្រូវបានទាញទម្លាក់ចូលទៅក្នុងទឹកបាត់ទៅក្រោយមកពេលម្ដាយរកកូនប្រុសមិនឃើញក៏ប្រញាប់ទៅរកវ៉ាណាឲ្យជួយវ៉ាណាប្រាប់ឲ្យគាត់ទៅរកនៅផ្ទះមិត្តភក្តិសិនទោះជានិយាយបែបនេះក្តីតែវ៉ាណាមានប្រភ្នូមិនល្អសោះនាងដកចានថ្មមួយចេញពីកាបូបមកវាបំបែករួចយកខ្សែចំបំណែកនោះបោះចូលទៅក្នុងទន្លេនេះជាវិធីសាស្ត្ររបស់អ្នកស្រង់សាកសពប្រើសម្រាប់ស្វែងរកសពដែលមិនអាចពន្យល់តាមបែបវិទ្យាសាស្ត្របានឡើយតែវាហុចផលគ្រប់ពេលប៉ុន្តែថ្ងៃនេះមិនដឹងជាមានរឿងអ្វីព្យាយាមច្រើនដងហើយក៏នៅតែរកមិនឃើញសាកសពក្មេងប្រុសសោះចុងក្រោយវ៉ាណាត្រឡប់មកផ្ទះវិញទាំងដៃទទេតែពេលងាកក្បាលមកវិញវ៉ាណាភ្ញាក់ដឹងខ្លួនឡើងតែមានជុកខ្លួនតាមពិតវាគ្រាន់តែជាសុបិនអាក្រក់សោះដែលហាក់ដូចជាប្រលឹងក្មេងប្រុសនោះមកសុំឲ្យជួយវ៉ាណាត្រឡប់ទៅកន្លែងប្រាត់ហេតុវិញអុជធូបបានស្រន់សុំជំនួយពីអ្នកតាទឹកនិងសុំកុំឲ្យប្រលឹងក្នុងទឹកទាំងផ្លូវស្ត្រីជាម្ដាយលោតចុះទៅក្នុងទឹកម្ដងទៀតចុងក្រោយនាងបានរកឃើញក្មេងប្រុសនៅក្នុងសំណាញ់ដ៏ធំប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺអ្វីត្បិតតែទើបតែស្លាប់បានប៉ុន្មានម៉ោងសាកសពបែរជាស្អុយរលួយដូចជាតាមទឹកអស់ជាច្រើនថ្ងៃច្រើនយប់ទៅហើយទន្ទឹមនឹងនោះដែរនៅម្ខាងទៀតសៀវមីនដែលរៀបចំខ្លួនគេងស្រាប់តែឃើញបំពួយរបាត់ឡើងដោយខ្លួនឯងយ៉ាងស្ងាត់ជុំវិញខ្លួនគ្មានខ្យល់ស្ងាត់គួរឲ្យខ្លាចក្មេងស្រីប្រមូលភាពក្លាហានដើរទៅបិទបង្អួចតែពេលត្រឡប់មកក្រែវិញបង្អួចក៏របាតម្ដងទៀតសៀវមីនមិនហ៊ានដើរទៅទៀតទេនាងក៏សំងំចូលក្នុងភួយស្រាប់តែមានសម្លេងតានជើងជោគចំទឹកដើរមកជិតនាងក្មេងស្រីនៅក្នុងភួយញ័ររំភើបដូចកូនចាប់យីជិតខាងលឺសម្លេងស្រែករបស់ក្មេងស្រីក៏រត់មកមើលតែពេលនោះក្នុងបន្ទប់បានត្រឡប់មកធម្មតាវិញហើយមានតែតុក្កតាឈើនៅក្បាលក្រែដែលសម្លឹងមើលពួកគេងាកមកខាងវ៉ាណាវិញក្រោយស្រង់សាកសពរួចនាងក៏មកសែននៅខ្ទមអ្នកតាដូចរាល់ដងប៉ុន្តែលើកនេះខុសពីមុនពន្លឺទៀននៅមុខអាសនៈស្រាប់តែរលត់ភ្លឹបភ្លែតអ្វីដែលចម្លែកជាងនេះទៅទៀតក្រណាត់សដែលទើបតែចងនៅលើមែកឈើបែរជាឆេះឡើងយ៉ាងអាថ៌កំបាំងហើយភ័យដែលធ្លាក់លើដីស្រាប់តែคล้ายជាដំណាក់ឈាមក្រហមចាស់វ៉ាណាភ័យស្រានស្លាអន់មើលដំណាក់ឈាមនោះក៏រលាយបាត់ទៅវិញភ្លាមនាងងើបមកឡើងមើលគ្រប់យ៉ាងក៏ត្រឡប់មកសភាពដើមវិញភ្លាមហាក់ដូចជាទិដ្ឋភាពអំបញ្ញវិញគ្រាន់តែជាភាពវង្វេងស្មារតីរបស់នាងអញ្ចឹងនៅពេលនេះតាវ៉ាងកំពុងពិនិត្យសាកសពក្មេងប្រុសភ្លើងនៅក្នុងបន្ទប់ចាប់ផ្ដើមភ្លឹបពេលភ្លើងភ្លឺឡើងវិញតាវ៉ាងងាកមកមើលបែរជាឃើញសាកសពនៅលើគ្រែបោះស្រមោលគាត់ប្រញាប់ដើររកតែពេលងាកមកវិញសាកសពក៏លេចឡើងនៅកន្លែងតាមដដែលគាត់ដើរទៅមើលជិតតាមពិតទៅវាគ្រាន់តែជាសុបិនអាក្រក់របស់តាវ៉ាងប៉ុណ្ណោះសាកសពនៅដេកល្អធម្មតាតែចាស់មានអារម្មណ៍មិនស្រួលចាំទុះទីមើលតែពេលបាត់ទុះពេលគាត់ដឹងខ្លួនឡើងវិញគ្រប់យ៉ាងនៅដដែលហាក់ដូចជាភ្នែកស្រវាំងតាវ៉ាងដកស្នូកកណ្ដាលចេញពីក្នុងទូងាកមកវិញបែរជាឃើញសាកសពបាត់ម្ដងទៀតរួចមានសម្លេងទឹកស្រក់នៅពីក្រៅខ្នងតាមពិតទៅនេះជាសុបិនក្នុងសុបិនប៉ុណ្ណោះតាចាស់ដើរមកក្រៅក្នុងចិត្តមិនទាន់បាត់ភ័យឡើយហាក់ដូចជារឿងដែលគាត់បារម្ភបានកើតឡើងមែនទែនហើយថ្ងៃបន្ទាប់តាវ៉ាងបានខាត់វ៉ាណានៅមាត់ទឹកទេវលើឯម៉ាយ៉ាកែវតាមពិតទៅកាលពីប្រហែល10ឆ្នាំមុនមានក្មេងស្រីម្នាក់ឈ្មោះម៉ាដាបានអណ្ដែតអណ្ដូងមកដល់ទីនេះហើយបានស្រឡាញ់គ្នាជាមួយកូនប្រុសមេភូមិតែពេលក្មេងស្រីនោះមានផ្ទៃពោះភាពពិតរបស់បុរសម្នាក់នោះក៏លេចចេញមកការក្បត់ចិត្តពីសង្សារនិងភាពស្ងើងាយរបស់អ្នកភូមិបានធ្វើឲ្យម៉ាដាពីកង់ចរិតរហូតដល់យកខែពេញបូរមីមានបានប្រត់ជើងធ្លាក់ទឹកស្លាប់ហើយសាកសពមិនដែលត្រូវបានគេរកឃើញឡើយក្មេងស្រីស្លាប់ទាំងក្តីចង់គំនុំប្រលឹងរបស់នាងបានខ្លាយជាវិញ្ញាណព្យាបាទដ៏ខ្លាំងក្លាមិនទ្រាំទៅណាឡើយក្នុងនាមជាអ្នកស្រង់សាកសពចាស់វសាតាវ៉ាងបានដាស់តឿនវ៉ាណាឲ្យប្រយ័ត្នសុវត្ថិភាពខ្លួនឯងនិងគ្រួសារឮបែបនេះវ៉ាណាប្រញាប់រត់ទៅផ្ទះតែវាហាក់ដូចជាហួសពេលទៅហើយសៀវមីនឃើញតុក្កតារបស់ខ្លួនធ្លាក់ចូលទៅក្នុងទឹកក្មេងស្រីមិនបានគិតច្រើនក៏អោនទៅរើសស្រាប់តែមានស្រមោលខ្មៅមួយហែលកាត់យ៉ាងលឿននៅក្រោមទឹកពេលវ៉ាណាមកដល់ផ្ទះនាងឃើញតែស្បែកជើងម្ខាងរបស់កូនស្រីនៅមាត់ច្រាំងនាងក៏លោតចុះទៅក្នុងទន្លេភ្លាមដើម្បីរកសៀវមីនតែចុងក្រោយរកមិនឃើញអ្វីសោះប៉ុន្មានថ្ងៃបន្ទាប់មកស្ត្រីជាម្ដាយបានប្រើវិធីសាស្ត្រដដែលដើម្បីរាវរកសាកសពកូនស្រីនៅតាមដងទន្លេតែតែងតែខកបំណងរាល់ដងសេចក្តីអស់សង្ឃឹមបានគ្របដណ្ដប់ពេញខ្លួននាងនឹកឃើញដល់ស្រមោលខ្មោចគួរឲ្យខ្លាចតែកូនស្រីធ្លាប់និយាយនិងនឹកដល់រឿងរ៉ាវរបស់ម៉ាដាកាលពីប្រមាណ10ឆ្នាំមុនប្រភ្នាល់អាក្រក់បានកាត់ឡើងក្នុងចិត្តតែនាងមិនបោះបង់ឡើយនាងបានទៅរកគ្រូមន្តអាគមដ៏ល្បីម្នាក់ឲ្យជួយដោយប្រើវិធីដកព្រលឹងចេញពីរាងកាយដើម្បីដើររកកូន
គ្រូមន្តអាគមបានយកឈាមរបស់វ៉ាណាបន្តក់ចូលទៅក្នុងទឹកស្អាតរួចដាក់របស់ប្រើប្រាស់របស់សៀវមីនចូលហើយយកយ័ន្តមកបិទភ្នែករបស់វ៉ាណាបន្ទាប់មកគ្រូសូត្រមន្តបណ្ដេញព្រលឹងនាងឲ្យចេញពីរាងកាយវ៉ាណាមានអារម្មណ៍ត្រជាក់ស្រជឹងពេញខ្លួនពេលបាភ្នែកឡើងនាងហាក់ដូចជានៅក្រោមទឹកនាងហៅយ៉ាងលឿនរហូតរកឃើញសៀវមីនតាមរយៈភាពរវាងម្ដាយនិងកូនក៏បានឃើញកូនស្រីនៅក្នុងព្រៃកោងកាងតែទន្ទឹមនឹងនោះខ្មោចស្រីក៏ដឹងខ្លួនដែរវាព្យាយាមខាត់ខ្លួនវ៉ាណាមិនឲ្យចាក់ចេញឃើញថាធូបមួយសរសៃចិត្តឆេះអស់គ្រូមន្តអាគមបង្ខំចិត្តប្រាមន្តអាគមចុងក្រោយទីងព្រលឹងរបស់វ៉ាណាត្រឡប់មកក្នុងរាងកាយវិញយ៉ាងប្រផិតប្រផៅយប់នោះផ្អែកតាមដំរុយដែលបានឃើញវ៉ាណាពិតជារកឃើញកូនស្រីដែលកំពុងសម្លាប់បាត់ស្មារតីនៅក្នុងព្រៃកោងកាងមែនសៀវមីនត្រូវបានជួយសង្គ្រោះតែគ្រូអាគមនោះត្រូវបែរជាបាត់បង់ជីវិតមានបុរសម្នាក់ទៅដងទឹកនៅមាត់ទន្លេស្រាប់តែភ្លើងនៅពីក្រោយក្នុងព្រឹកភ្លែតពេលគេដងទឹកងាកមកវិញបុរសនោះចង់រត់តែសក់របស់ខ្មោចស្រីបានរុំទាត់កជើងគេជាប់ទោះបីជាគេខំប្រឹងយ៉ាងណាក៏ដោយក៏នៅតែត្រូវទាញចូលទៅក្នុងទឹកដដែលក្រោយពេលជួយសង្គ្រោះមកសៀវមីនបានធ្លាក់ខ្លួនឈឺធ្ងន់ម្ដាយត្រូវនៅថែទាំចិត្តដិតមិនបានចេញទៅក្រៅឡើយតែអ្វីដែលចម្លែកគឺយាយចិត្តខាងសម្លឹងមើលពួកគេដោយខ្សែភ្នែកប្លែកៗពីថ្ងៃក្រោយមកវ៉ាណាទើបដឹងដំណឹងថាគ្រូមន្តអាគមស្លាប់នាងគិតថាជាការសងសឹករបស់ខ្មោចស្រីតែតាវ៉ានបែរជាសួរពីម៉ោងពេលកើតរបស់សៀវមីនហាត់តាំងកាត់យ៉ាប់យ៉ាដែលមកនោះចំពេលដែលម៉ាដាស្លាប់កាលពីប្រមាណ10ឆ្នាំមុនមកប្រសិនបើរឿងនំទឹកមុនជាការសងសឹកនោះរឿងរបស់សៀវមីននេះគឺខ្មោចស្រីចាំបាននាងធ្វើជាអ្នកជំនួសដើម្បីបានចាប់ជាតិឡើងវិញដើម្បីការពារកូនស្រីវ៉ាណាប្រញាប់ទៅផ្ទះវិញអង្គុយយាមកូនទាំងយប់ទាំងថ្ងៃតែរឿងរ៉ាវនៅតែបន្តកើតឡើងនៅពាក់កណ្ដាលអាធ្រាត្រមានសម្លេងចម្រៀងបំពេកូនឮមកយ៉ាងល្វើយល្វើយសៀវមីនឆ្លៀតឱកាសពេលម្ដាយមិនចាប់អារម្មណ៍ដើរចេញពីបន្ទប់ពេលនោះភ្នែករបស់នាងប្រែជាខ្មៅដែលរឿងកំព្រិនដូចជាតុក្កតាត្រូវគេបញ្ជាសំណាងល្អដែលម្ដាយមកទាន់នៅវិនាទីចុងក្រោយមុនពេលនាងលងទឹកទើបអាចបញ្ជាសោកនាដកម្មបានព្រឹកឡើងវ៉ាណាបាននាំសៀវមីនដែលត្រូវខ្មោចចូលមករកតាវ៉ាព្យាយាមយកស្នូកអណ្ដាតនិងកាក់មកវិញខ្មោចតែទង្វើនេះបានធ្វើឲ្យខ្មោចស្រីខឹងសម្បាយ៉ាងខ្លាំងស្រាប់តែមានខ្យល់ព្យុះបបក់ផ្ទះរង្គើឃើញសភាពការមិនស្រួលដកកាក់ចេញមកសង្កត់ខ្មោចស្រីម្ដងទៀតសៀវមីនខ្ជាក់ទឹកកខ្វក់ចេញមកទើបនឹងខ្លួនវិញមកដល់ពេលនេះយើងទើបដឹងថាកាលពីក្មេងតាវ៉ានក៏ជាអ្នកសងសាកសពដែរក្រោយមកដោយសារក្រុមគ្រួសារស្លាប់បាត់បង់ជីវិតអស់ទើបគាត់បដូរមកធ្វើជាគ្រូពេទ្យកោសលវិច័យតាមរយៈតាវ៉ានយើងដឹងថាខ្មោចទឹកចង់រកអ្នកជំនួសក៏ត្រូវមានកម្មផលដែរគឺត្រូវរកអ្នកដែលមានជោគជតារាសីដូចគ្នាទើបអាចទៅចាប់ជាតិបានហើយឱកាសបែបនេះមិនសូវមានទេខ្មោចខ្លះត្រូវចាំ5ឆ្នាំខ្លះរាប់10ឆ្នាំឬយូរជាងនេះយប់នេះជាយប់ខែពេញវរមេចុងក្រោយតាវ៉ានទីថាឲ្យទៅសៀវមីនរំលងផុតយប់នេះទៅនាងនឹងមានសុវត្ថិភាពហើយពេលវេលាឈានចូលដល់យប់ងងឹតសំឡេងចម្រៀងបំពេកូនឮចេញពីក្នុងព្រៃម្ដងទៀតភ្លើងចាប់ផ្ដើមភ្លឺផ្លែតវិនាទីបន្ទាប់តុក្កតាអណ្ដែតឡើងពីបាតពីងទឹកវ៉ាណាហាក់ដូចជាត្រូវមុនសំដំក៏ស្រង់វាមកពេលស្ត្រីជាម្ដាយដែលចូលបន្ទប់មុខរបស់នាងឡើងខៀវស្ងាត់ប្រស្រីភ្នែកឡើងខ្មៅងងឹតនាងចាប់ដៃកូនស្រីដើរទៅកាយតាវ៉ានមើលដឹងព្រាមថាត្រូវខ្មោចចូលក៏ប្រញាប់ទៅខាត់រាយកម្លាំងទាំងអស់រុញវ៉ាណាចេញពីបន្ទប់គាត់ចេះតែវិធីដេញខ្មោចតែមិនចេះវិធីបង្ក្រាបខ្មោចឡើយបន្ទាប់មកមានការវាយតប់គ្នាយ៉ាងខ្លាំងក្លាតែដោយសារតាវ៉ាន់មានវ័យជរាក៏ត្រូវខ្មោចស្រីក្រវែងទៅលើដីរួចច្របាច់កឡើងសៀវមីនចៃដន្យឬបានកាក់នៅលើដីរួចក៏រត់ចេញពីបន្ទប់ទាំងវឹកវរយឺតជិតខាងដែលរត់ដល់បានអោបក្មេងស្រីជាប់ទ្រូងតែវ៉ាណាដែលត្រូវខ្មោចចូលលេងស្គាល់សាច់ញាតិហើយនាងបានដួលយឺតជិតខាងដួលទៅលើដីខ្មោចស្រីលែងមានអ្នកមកដាររងទៀតហើយវាបាននាំសៀវមីនមកមាត់ទន្លេរួចសាយឡើងយ៉ាងឈ្គត់វែងមកដល់ពេលនេះយើងទើបយល់ច្បាស់ថាពេលម្ដាយលងទឹកស្លាប់នាងមានផ្ទៃពោះពលគឺស្លាប់ទាំងម្ដាយទាំងកូនដូច្នេះតាំងពីដំបូងមកគោលដៅរបស់នាងមិនមែនមានតែសៀវមីនម្នាក់ទេគឺទាំងបានអានឹងសៀវមីនដែលមានជោគជតារាសីដូចគ្នាទាំងពីរអ្នកម្ដាយកូនតែនឹកស្មានមិនដល់ថានាងបានឆ្លៀតឱកាសពេលខ្មោចស្រីកំពុងសើចខ្លាំងញាត់កាក់នោះចូលទៅក្នុងមាត់របស់វ៉ាណាស្ត្រីជាម្ដាយញាត់ទៅត្រេកដោយត្រូវខ្សែភ្លឹងឆក់មួយសន្ទុះក្រោយមកខ្មោចស្រីបានចាក់ចេញពីខ្លួនវ៉ាណាដឹងខ្លួនវិញតែខ្មោចស្រីមិនព្រមចុះចាញ់ឡើយវាបានបង្ហាញខ្លួនមករករឿងដល់ទីបញ្ចប់វ៉ាណាឃើញបែបនេះក៏ប្រញាប់យកកាក់ដាក់ចូលក្នុងមាត់កូនស្រីរួចទាញបំពង់ទីដែកនៅលើដីរត់ទៅចាក់ខ្មោចស្រីនាងមិនព្រមលែងអាវុធពីដៃឡើយនៅក្នុងទឹកនាងបានចាក់ទៅលើខ្លួនខ្មោចស្រីម្ដងហើយម្ដងទៀតចុងក្រោយខ្មោចស្រីក៏ព្រមលែងដៃដែលច្របាច់កវ៉ាណារួចរាងកាយវាក៏លិចចូលទៅក្នុងភាពងងឹតដ៏ជ្រៅដើមឡើយស្មានតែវ៉ាណាត្រូវស្លាប់បង់ជីវិតតែហើយតែនឹកស្មានមិនដល់ថាដោយសារតែការតស៊ូដ៏ខ្លាំងក្លានាងបានវាឡើងមកលើគោកវិញយ៉ាងអស្ចារ្យម្ដាយនិងកូនស្រីអោបគ្នាទៅហើយយ៉ាងរំភើបតែពេលកាមេរ៉ាងាកចេញបែរជាជួបរឿងរ៉ាវបត់បែនដ៏ធំបំផុតនៅក្នុងសាច់រឿងតែមួយ
អ្នកក្នុងក្រសែភ្នែករបស់តាវ៉ាមិនជាចិត្តខាងវ៉ាណាកំពុងតែអោបខ្យល់ទៅទីស្អាតរួចនិយាយម្នាក់ឯងសោះតាមពិតទៅតាំងពីដើមរហូតដល់ចប់សៀវមីនមិនដែលបានត្រឡប់មកវិញឡើយរឿងរ៉ាវគ្រប់យ៉ាងដែលបានកើតឡើងខាងក្រោយគ្រាន់តែជាការលួងលោមចិត្តខ្លួនឯងរបស់វ៉ាណាបន្ទាប់ពីនាងមានវិបត្តិផ្លូវចិត្តស្មារតីរលាយរលត់អស់ប៉ុណ្ណោះជារួមភាពយន្តនេះមានការគិតគូររៀបចំសាច់រឿងបានយ៉ាងល្អមានទាំងរឿងព្រេងខ្មោចទឹកគួរឲ្យខ្លាចនិងមនោសញ្ចេតនាម្ដាយនិងកូនយ៉ាងជ្រាលជ្រៅកន្លែងខ្លះគឺអាចមានផ្អែកលើការយល់ឃើញផ្ទាល់ខ្លួនដើម្បីតភ្ជាប់រឿងព្រេងនិងសាច់រឿងបញ្ចូលគ្នា